ខ្ញុំឲ្យយើងសម័យស្ថានភាពមួយនៅក្នុងតំណែងស្នេហាដែលសម័យថាយើងស្រឡាញ់គ្នាខ្លាំងឬក៏យើងនឹងស្រឡាញ់គេខ្លាំងហើយទៅយើងចាប់ផ្ដើមមានអារម្មណ៍សង្ស័យថាប្រហែលជាគេលែងសូវស្រឡាញ់អញដូចអញស្រឡាញ់គេដល់ពេលអញ្ចឹងយើងចាប់ផ្ដើមខូចចិត្តដោយសារមួយរយៈហ្នឹងយើងអាចថាឃើញពីអីយ៉ាបតដែលគេរយល់ជាមួយយើងឬក៏អីហ្នឹងអញ្ចឹងជាក់ស្ដែងនៅពេលដែលយើងស្រឡាញ់គេខ្លាំងហើយយើងអត់ចង់បាត់បង់គេហើយចៃដន្យយើងកំពុងតែខ្លាចរបូតអញ្ចឹងយើងក៏ចង់ស្វែងយល់អារម្មណ៍នឹងឲ្យច្បាស់យើងចង់ស្វែងយល់អំពីទំនាក់ទំនងរបស់យើងថាអ្វីដែលយើងសង្ស័យហ្នឹងវាមែនឬក៏អត់អញ្ចឹងជាទូទៅនៅក្នុងម៉ោងសន្ទនាហ្នឹងវាមានរបៀបដែលយើងសន្ទនាជាមួយគ្នាដើម្បីស្វែងរកការពិតនៅប្រឡោះហ្នឹងដើម្បីឲ្យការសង្ស័យរបស់យើងនឹងអាចគ្របកង្វល់បានប៉ុន្តែយើងអាចកលេចទៅមើលភាគីខាងប្រុសឧបមាណាភាគច្រើនខាងប្រុសគាត់មានការគិតអីមួយចំនួនផុនគាត់រួចខ្លះដែរហើយប៉ុន្តែជាទម្លាប់ភាគច្រើនខាងប្រុសក៏អត់សូវចូលចិត្តនិយាយពីអារម្មណ៍របស់ខ្លួនឯងឬក៏បើកបង្ហាញចិត្តថាខ្លួនឯងនឹងគិតយ៉ាងម៉េចយ៉ាងម៉ាទេប៉ុន្តែបើសិនជាគាត់ចង់សួរគេថាគេនៅស្រឡាញ់គាត់ឬក៏អត់ពេលខ្លះមនុស្សមួយចំនួនឬក៏ភេទប្រុសមួយចំនួនហ្នឹងគាត់រៀងមាត់រឹងណាគាត់អត់ចេះរបៀបសួរទេអញ្ចឹងហើយគាត់មានការសង្ស័យអំពីអាការរយាលនឹងដែរប៉ុន្តែក៏ហ៊ានសួរចំឯងពីព្រោះបើសិនទៅសួរចំថាស្រឡាញ់បងឬក៏អត់សប្ងៃអញ្ចឹងទៅបើសិនជាចម្លើយនឹងវាត្រង់មកប្រាប់ថាអត់ឬក៏ស្រកអាហ្នឹងគឺវានឹងឈឺចាប់ខ្លាំងអញ្ចឹងហើយគាត់ហ៊ានសួរសំណួរប្រភេទហ្នឹងឯងដើម្បីដឹងចម្លើយហ្នឹងគាត់ហ៊ានសួរទេអញ្ចឹងភាគច្រើនមនុស្សប្រុសដែលគាត់មាត់រឹងហ្នឹងតែមិនទាំងអស់ទេណាខ្ញុំនិយាយមួយចំនួនដែលអាចមានបញ្ហាហ្នឹងហើយអ្នកដែលមានបញ្ហាហ្នឹងអាចស្ដាប់បានអញ្ចឹងជំនួសឲ្យការសួរសំណួរស្វែងយល់អំពីអេយ៉ាបតថាតើមួយរយៈហ្នឹងអារម្មណ៍ជាមួយគ្នាមិនដែរស្រឡាញ់ខ្ញុំឬក៏អត់ឬនៅមានចិត្តពាក់ព័ន្ធនឹងខ្ញុំឬក៏អត់អត់ហ៊ានសួរចំអញ្ចឹងគាត់ក៏សម្រេចចិត្តនៅមកក្នុងម៉ោងឆ្លោះគ្នាហ្នឹងគាត់ក៏ប្រហែលជាសម្រេចចិត្តនិយាយអាសម្ដីមួយចំនួនដែលគាត់គិតថាវាអាចជួយគាត់នឹងអារម្មណ៍ល្អជាងមុនអញ្ចឹងអាសម្ដីហ្នឹងគឺគាត់និយាយលៀងខ្លួនគាត់និយាយថាបើសិនជាមានអ្នកផ្សេងណាគេល្អជាងបងខ្លួនឯងទៅយកគេទៅអញ្ចឹងដោយសារគាត់អត់ទុកចិត្តខ្លួនឯងគាត់គិតថាប្រហែលជាខ្លួនឯងនៅទុនទាបនៅឡើយមិនទាន់មានជំនឿចិត្តថាគេស្រឡាញ់ខ្លួនឬក៏នៅភ័យបារម្ភខ្លាចគេមិនស្រឡាញ់ខ្លួនដល់ពេលអញ្ចឹងទៅគាត់សង្ស័យខ្លាចតែគេមិនស្រឡាញ់ក៏គាត់និយាយអញ្ចឹងបណ្ដោយគឺគេហៅថាភាសាសាមញ្ញយើងហៅថាបញ្ចុះបន្សោឲ្យទៅណាគាត់ថាបើមានអ្នកណាល្អជាងគាត់ហ្នឹងក៏ទៅយកគេទៅប៉ុន្តែចៃដន្យវាមិនមែនចំមនុស្សដែលស្រឡាញ់គាត់ណាពិតជាអត់សូវស្រឡាញ់គាត់មែនឬក៏លែងសូវស្រឡាញ់គាត់មែនដល់ពេលអញ្ចឹងមនុស្សស្រីហ្នឹងក៏អត់កុហកទេគាត់ក៏និយាយការពិតថាអូខេអញ្ចឹងខ្ញុំសុំបែកអញ្ចឹងណាចៃដន្យក្មេងប្រុសហ្នឹងគាត់នៅក្មេងដែរហើយគាត់អាយុ21ឆ្នាំគាត់ខូចចិត្តខ្លាំងគាត់ឈឺចាប់មែនទែនពីព្រោះគាត់និយាយអញ្ចឹងមិនមែនមានន័យថាគាត់ចង់ឲ្យគេទៅទេគ្រាន់តែគាត់និយាយបែបបញ្ចុះប្រសងព្រោះភាសាទាំងអស់ហ្នឹងបើនិយាយទៅវាធ្វើឲ្យគាត់ហ្នឹងអត់សូវឈឺចាប់ប៉ុន្តែបើសួរត្រង់ហ្មងថាឈប់ស្រឡាញ់ឬក៏អត់ពេលដែលគេនិយាយថាឈប់ស្រឡាញ់វាឈឺចាប់ខ្លាំងជាងអាភាសានិយាយបែបបញ្ចុះប្រសងវិញអញ្ចឹងកន្លែងហ្នឹងគឺជាមេរៀនមួយត្រង់ថាមិនគឺនៅពេលដែលគាត់ជួបប្រទះបញ្ហាហ្នឹងវាធ្វើឲ្យគាត់ហ្នឹងចាប់ផ្ដើមលែងទុកចិត្តទៅលើខ្លួនឯងកាន់តែច្រើនគាត់គិតថាគាត់ប្រហែលជាអត់ល្អមែនព្រោះពីមុនគាត់សួរគេថាបើមិនសួរនៅពេលដែលគាត់ប្រាប់គេថាបើសិនជាគាត់មិនល្អទេទៅយកគេផ្សេងទៅអញ្ចឹងដល់ពេលគេទៅយកអ្នកផ្សេងបាត់គាត់ចាប់ផ្ដើមទទួលជឿថាប្រហែលជាគាត់ជាមនុស្សមិនល្អឬក៏មិនគួរជាទីស្រឡាញ់ឬក៏គាត់ចាប់ផ្ដើមខ្លាចអារម្មណ៍ដែលគេបោះបង់ចោលព្រោះពេលដែលមានបញ្ហាហ្នឹងហើយគឺគាត់នៅជាប់ចិត្តនឹងបញ្ហាហ្នឹងរហូតអញ្ចឹងក្រោយមកនៅពេលដែលគាត់បែកគ្នាហើយគាត់ចាប់ដើម lonely ចាប់ដើមឯកោទៀតអញ្ចឹងទៅគាត់ចង់រកសង្សារថ្មីហើយស្រឡាញ់អ្នកផ្សេងបាន3 4 ខែ 5 6 ខែអីអញ្ចឹងទៅចាប់ដើមសុំគេបែកទៀតមូលហេតុហ្នឹងនៅត្រង់ថាគាត់ទទួលសារភាពថាគាត់ហ្នឹងមានអារម្មណ៍ថាឆាប់នឿយណាយឆាប់ធុញទ្រាន់នឹងមនុស្សស្រីគាត់ថាគាត់ស្រឡាញ់គេអត់ដែលបានយូរទេហើយខ្ញុំសួរថាមូលហេតុអីមិនបានយូរគាត់ថាដោយសារតែពេលដែលចាប់ផ្ដើមស្និទ្ធជាមួយគ្នាទៅគេចាប់ផ្ដើមបង្ហាញអេយ៉ាបតថាយកចិត្តទុកដាក់ជាមួយគាត់កាន់តែច្រើនពេលដែលគេចាប់ផ្ដើមស្និទ្ធជាមួយគាត់កាន់តែច្រើនឬក៏ស្នេហាចាប់ផ្ដើមផ្អែមល្ហែមទៅគាត់មានអារម្មណ៍ថាធុញឬក៏នឿយណាយអញ្ចឹងហើយខ្ញុំសួរថាចុះម្នាក់ស្រីនឹងចរិតអេយ៉ាបតអីយ៉ាងម៉េចដែរអ្នកពីមុនហ្នឹងគាត់ថាអ្នកពីមុនហ្នឹងក៏សុទ្ធតែជាមនុស្សល្អទាំងអស់ពួកគាត់ហ្នឹងគឺល្អហើយស្រឡាញ់គ្នាជាមួយគាត់គឺល្អធម្មតាប៉ុន្តែនៅពេលដែលចាប់ផ្ដើមស្និទ្ធស្នាលបាន3 4 5ខែ sweet កាន់តែច្រើនទៅគាត់ចាប់ផ្ដើមឈប់ស្រឡាញ់ហើយមនុស្សស្រីទាំងអស់ហ្នឹងគឺគាត់បានបែកអស់4 5នាក់មកហើយសុំបញ្ជាក់តិចទៀតឥឡូវហ្នឹងសប្តាហ៍ថ្ងៃគាត់ក៏ដូចគ្នាដែរមនុស្សស្រីទី6គាត់តាក់ទងគ្នាហ្នឹងបាន3ខែហើយគាត់ចាប់ផ្ដើមអស់ចិត្តជាមួយនឹងម្នាក់ស្រីនឹងមួយទៀត អ
ហើយគាត់សួរខ្ញុំថាហេតុអីបានជាគាត់មិនមានលទ្ធភាពស្រឡាញ់មនុស្សស្រីឲ្យបានយូរវែងហេតុអីគាត់ចាប់ផ្ដើមទៅពេលណាដែលស្និទ្ធឬក៏ផ្អែមល្ហែមជាមួយគេគាត់មានអារម្មណ៍ថាគាត់អស់ចិត្តធុញទ្រាន់នឹងគេអញ្ចឹងសំណួរគាត់សួរហ្នឹងថាហេតុអីបានជាគាត់មិនអាចស្រឡាញ់បានអញ្ចឹងបើយើងស្ដាប់បកមកត្រឡប់ពីបញ្ហាដើមដែលគាត់មានកាលពីគេសំបែកនឹងគាត់ដោយសារតែគាត់បញ្ចុះប្រសោកលេងថាបើគេល្អជាងខ្លួនហ្នឹងទៅយកអ្នកផ្សេងទៅអាហ្នឹងខ្ញុំគិតថាវាគឺជាបញ្ហារបស់បុគ្គលប្រភេទហ្នឹងប៉ុន្តែកុំរាប់សម្ដីខ្ញុំថាវាមិនមែនទាំងអស់អីគ្រាន់តែថាវាជាមួយផ្នែកនៃបញ្ហាដែលវាអាចចេញមកពីមូលហេតុឬដើមចមនៃសាច់រឿងហ្នឹងខ្ញុំយល់ថាពេលខ្លះនៅពេលដែលយើងនឹងចាប់ផ្ដើមស្រឡាញ់គេខ្លាំងពេកទៅហើយនៅពេលដែលយើងអត់ទុកចិត្តលើខ្លួនឯងយើងមានអារម្មណ៍ថាខ្លួនឯងអត់ដល់គេឬក៏យើងមានអារម្មណ៍ថាគេប្រហែលជាមិនស្រឡាញ់ខ្លួនដូចខ្លួនស្រឡាញ់គេណាកម្រិតនៃការស្រឡាញ់យើងវាខុសគ្នាឆ្ងាយពេកយើងស្រឡាញ់គេកម្រិតនេះហើយគេស្រឡាញ់យើងកម្រិតនេះអញ្ចឹងវាធ្វើឲ្យយើងនឹងចេះតែភ័យខ្លាចបាត់បង់គេរហូតហើយតែកាលណាយើងភ័យច្រើនអីចឹងទៅពេលខ្លះយើងចង់ clear អាចចម្ងល់អស់ហ្នឹងចង់ស្វែងយល់ឲ្យបានស៊ីជម្រៅដើម្បីឲ្យអស់ក្តីបារម្ភប៉ុន្តែជំរឿក្នុងការសួរសំណួររបស់យើងនឹងវាអត់ត្រូវការវេលាយើងអត់ចេះដោះស្រាយដល់ពេលគេបោះបង់យើងបានមែនទៅក៏យើងឈឺចាប់ស្អិតធូងយើងចាប់ដើមធុញទ្រាន់នឹងអារម្មណ៍ដែលត្រូវបានគេបោះបង់ចោលហើយវាឈឺចាប់មែនសម្រាប់យើងដែលជាអ្នកដែលស្រឡាញ់គេខ្លាំងអញ្ចឹងហើយរាល់ពេលដែលយើងទៅស្រឡាញ់គ្នាជាមួយអ្នកណាថ្មីអីយើងចេះតែមានអារម្មណ៍ភ័យខ្លាចតែគេនឹងមិនស្រឡាញ់យើងខ្លាំងបើទោះបីជាសកម្មភាពគេអ្នកថ្មីមកក្រោយហ្នឹងគេបង្ហាញក្តីស្រឡាញ់យើងច្រើនមែនយើងនៅតែអត់ហ៊ានទុកចិត្តពីព្រោះនៅក្នុងចិត្តយើងគិតថាអញមិនអាចស្រឡាញ់អាថ្មីណាបានស៊ីជម្រៅការទេព្រោះបើហ៊ានតែអញស្រឡាញ់គេស៊ីជម្រៅអញដាក់ចិត្តទៅផ្លឹបបើសិនជាម្នាក់ស្រីនឹងគាត់បោកអញឬក៏គាត់លេងសើចជាមួយយើងអញច្បាស់ជាខូចចិត្តទេព្រោះតែកាលណាអញហ៊ានទៅស្រឡាញ់គេខ្លាំងគេនឹងបានចិត្តគេនឹងដើរចោលយើងទៀតអញ្ចឹងយើងខ្លាចជួបនឹងអារម្មណ៍បោះបង់ចោលគេអញ្ចឹងយើងក៏បោះបង់គេចោលហើយហ្មងទៅអញ្ចឹងវាមិនខុសពីដូចក្មេងអញ្ចឹងនៅពេលដែលយើងដំបូងគាត់ចង់បានឧទាហរណ៍ថាគាត់ចង់បានរបស់ហ្នឹងដល់ពេលយើងឲ្យទៅគាត់សប្បាយចិត្តដល់ពេលចៃដន្យពេលដែលគេឲ្យឲ្យគាត់ដកយកវិញអញ្ចឹងពេលដែលគេឲ្យទៅគាត់សប្បាយចិត្តគាត់ទទួលប៉ុន្តែដល់ពេលឲ្យឲ្យដកយកវិញអញ្ចឹងវាធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាអៀនឡក់អញ្ចឹងសួរថាក្មេងនឹងចង់បានអាហ្នឹងក្មេងនឹងនៅតែចង់បានអាហ្នឹងក៏ប៉ុន្តែនៅពេលដែលគាត់ជួបប្រទះជាមួយនឹងអារម្មណ៍អៀនឡក់ដំបូងដូចថាខកចិត្តថាឲ្យហើយដល់ពេលឲ្យដកយកវិញអញ្ចឹងគាត់ក៏ចាប់ដើមកាត់ទុកហើយទៅគាត់ក៏ចាប់ដើមមានផ្នត់កំណត់មួយថាបើគេឲ្យអីមួយអញបើអញមើលអត់ដឹងថាពិតប្រាកដទេឬក៏បើទោះបីជាវាហាក់បីដូចជាថាវាមែនតែនក៏ដោយឬក៏មើលទៅតំណងគេឲ្យមែនតែនក៏ដោយក៏គាត់អត់មានលទ្ធភាពជឿថាគេឲ្យមែនដែរពីព្រោះក៏គាត់ពិបាកជឿទុកចិត្តអ្នកដែលហុចឲ្យនឹងដែរគាត់ប្រហែលជាគិតថាបើសិនជាគេឲ្យអញហើយគេដកយកវិញដដែលអញ្ចឹងអញខ្ជិលខូចចិត្តអញ្ចឹងអញយល់លេសថាអញអត់ចង់បានបណ្ដោយទៅឬក៏អញធ្វើជាចិត្តខ្លាំងមិនព្រមបើកចិត្តទទួលថាគេហ៊ានឲ្យមែនទេអញ្ចឹងឲ្យតែណាឲ្យអីហាក់បីដូចជាមែនគឺគាត់កាន់តែពិបាកក្នុងការទទួលជឿអញ្ចឹងមនុស្សស្រីក្រោយដែលស្រឡាញ់គាត់ហ្នឹងប្រហែលជារៀងសយបន្តិចបើសិនជាគាត់នៅតែមានបញ្ហាហ្នឹងមិនថាគាត់ស្រឡាញ់គ្នាប៉ុណ្ណាខំបង្ហាញអេយ៉ាបត់ខ្វល់ខ្វាយប៉ុណ្ណាសួរសុខទុក្ខសួរធរៈប៉ុណ្ណាទេប៉ុន្តែបើសិនជាម្នាក់ប្រុសហ្នឹងអត់ព្រមបើកចិត្តទទួលថាគេឲ្យមែនតែនទេអាក្តីស្រឡាញ់ទាំងអស់ហ្នឹងគឺគាត់នឹងរុញចេញគាត់នឹងចាប់ដើមធុញគាត់ចាប់ដើមទលន់គាត់ចាប់ដើមភ័យគាត់ធ្វើចិត្តមិនត្រូវពីព្រោះគាត់អត់ត្រឡប់ជាមួយនឹងអារម្មណ៍មែនតែនពីព្រោះគាត់ជួបអារម្មណ៍ខ្លាំងដំបូងអញ្ចឹងគាត់លែងហ៊ានយកអញ្ចឹងអាហ្នឹងឯងក៏ជាមូលហេតុដែលយើងមិនហ៊ានដាក់ចិត្តដាក់កាយ commit ថានឹងស្រឡាញ់អ្នកណាឲ្យបានស៊ីជម្រៅ6-7 ខែ 3-4 ខែយើងចាប់ដើមស្រកចិត្តលឿនហ្មងយើងអត់ហ៊ានបើកចិត្តទទួលយកអាហ្នឹងឯងប៉ុន្តែសួរថាដល់ពេលដែលយើងយល់អញ្ចឹងហើយមានន័យថាម៉េចយើងគួរធ្វើអីទៀតបើសិនជាយើងនៅតែមានចិត្តបើកចិត្តឃើញថាគេបើកចិត្តឲ្យក្តីស្រឡាញ់យើងទ្រាំបានឬមិនបានអាហ្នឹងយើងមានតែរៀនទទួលយកទៅប៉ុន្តែយើងត្រូវយល់ថាមិនមែនអ្នកដតីទាំងអស់ណាផ្សេងដែលមកស្រឡាញ់យើងក្រោយហ្នឹងគាត់សុទ្ធតែជាមនុស្សអាក្រក់ទេបើសិនជាអេយ៉ាបតគាត់មានការអត់ធ្មត់ជាមួយយើងពេលដែលយើងធុញទ្រាន់ជាមួយគាត់នៅតែផ្អែមល្ហែមយកចិត្តទុកដាក់ជាមួយយើងអាចសួរសំណួរដ៏សាមញ្ញមួយថាគេមិនដែលទៅចូលចិត្តខូចថ្លើមដោយសារតែយើងស្ដីឲ្យគំរោះគំរើយដាក់គេទេ
ហើយបើសិនជាគេស៊ូទ្រាំជាមួយយើងគេអត់ធ្មត់ជាមួយយើងបានមិនថាយើងតូចចិត្តតាំងឬក៏ភាសានិយាយស្ដីទៅប៉ះពាល់ផ្លូវចិត្តគេហើយគេនៅតែអនុគ្រោះបើកចិត្តហើយនៅតែព្រមរាក់ទាក់នឹងយើងធម្មតាអានឹងមានន័យថាគេនឹងគឺជាមនុស្សល្អហើយគេអាចអត់ធ្មត់ជាមួយយើងបានតែក៏វាអាចមាន limit ដែរហើយបើសិនជាសួរថាយើងចង់បានមនុស្សបែបណាជាដៃគូហើយបើសិនជាចម្លើយឆ្លើយមកថាយើងចង់បានដៃគូដែលបើកចិត្តស្រឡាញ់យើងអត់ធ្មត់ជាមួយយើងបានអនុគ្រោះឲ្យយើងបានហើយមិនថាយើងអាចថាមានបញ្ហាខ្លះនៅក្នុងខ្លួនប៉ុន្តែគេនៅតែព្រមអត់ធ្មត់គេនៅតែហ៊ានបើកចិត្តហុចក្តីស្រឡាញ់មកឲ្យយើងអញ្ចឹងលែងជាបញ្ហាគេទេដែរមិនមែនគេមិនស្រឡាញ់យើងទេគឺមកពីយើងនឹងមិនហ៊ានទទួលឬក៏មិនព្រមទុកចិត្តនឹងទទួលអញ្ចឹងបញ្ហាយើងគឺយើងអត់ចេះទទួលយកក្តីស្រឡាញ់ដែលគេហុចឲ្យយើងអញ្ចឹងបើសួរថាយើងចង់បានអត់ហើយបើសិនជាចម្លើយឆ្លើយថាយើងចង់គឺអ្វីដែលយើងធ្វើគឺត្រូវរៀនទទួលយកអាហ្នឹងវាទៅវាធ្វើឲ្យយើងនឹងសប្បាយចិត្តច្រើនជាងមុនអញ្ចឹងពីខ្ញុំទៅហ្នឹងគឺមិនមានថ្នាំទឹកអីទេគឺមានតែប៉ុណ្្នឹងបើភ្ជាប់ទៅហើយមកឃ្លាហ្នឹងគឺវាដូចតែគេនិយាយថាគ្មាននរណាស្រឡាញ់យើងបានទេបើសិនជាយើងស្អប់ខ្លួនឯងអញ្ចឹងបានន័យថានរណាគេមកស្រឡាញ់យើងក៏យើងមិនព្រមឲ្យគេស្រឡាញ់ដែរពីព្រោះវេលាដែលគេស្រឡាញ់យើងស្អប់ខ្លួនឯងបាត់ទៅហើយហ្នឹងហើយតែកាលណាយើងស្អប់ខ្លួនឯងគឺយើងតែងតែគិតថាយើងមិនល្អយើងមិនស័ក្តិសមអញ្ចឹងអាណាហ៊ានស្រឡាញ់យើងបន្តិចគឺយើងរុញគេចេញទៅហ្មងអញ្ចឹងអាណាស្រឡាញ់យើងកើតបើសិនជាគេបើកចិត្តស្រឡាញ់យើងរុញគេចេញបាត់ទៅហើយហ្នឹងអញ្ចឹងបានគេថាគ្មាននរណាស្រឡាញ់យើងកើតទេបើសិនជាយើងស្អប់ខ្លួនឯងអញ្ចឹងផ្ដើមចេញមកពីជំរឿថាយើងត្រូវហ៊ានស្រឡាញ់ខ្លួនឯងយើងគឺជាមនុស្សល្អដែលមានគេព្រមហុចក្តីស្រឡាញ់ចែកមកឲ្យយើងណាអញ្ចឹងអាហ្នឹងមានតែប៉ុណ្្នឹងទេស្រឡាញ់ខ្លួនឯងឲ្យច្រើនកុំគិតថាខ្លួនឯងជាមនុស្សមិនល្អអីអញ្ចឹងរៀនបើកចិត្តទទួលយកក្តីស្រឡាញ់ที่គេចែកឲ្យ